រឿងរន្ធត់ផ្លូវទំនប់កប់ស្រូវសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងពិតមួយទៀតហើយដែលរឿងពិតនេះដែរគឺបានមកពីបងនឿនគាត់ជាអ្នកស្រុកឈូកខេត្តកំពតប៉ុន្តែគាត់ធ្វើការនៅភ្នំពេញហើយគាត់ជួលផ្ទះជួលនៅម្ដុំគល់ស្ពានព្រែកភ្នៅប៉ុន្តែឃ្លាំងដែលគាត់ធ្វើការនៅម្ដុំវត្តក្មួយហើយបងនឿនគាត់ជាអ្នកធ្វើការតាមការដ្ឋានទេដូចថាសំណង់ក៏ត្រូវខាងក្រុមហ៊ុនដេកក៏ត្រូវដែរហើយហេតុការណ៍ដែលបងនឿនគាត់ជួបនេះគឺកាលក្នុងអំឡុងឆ្នាំ2022ចិត្តចូលឆ្នាំ2023ហើយកាលហ្នឹងគឺគាត់ធ្វើការនៅ Eon 3ដូចថាឃ្លាំងរបស់គាត់នៅម្ដុំវត្តក្មួយនេះទេប៉ុន្តែគាត់ជាអ្នកធ្វើការតាមការដ្ឋានឬមួយក៏មេការរបស់គាត់មកការងារនៅ Eon 3អញ្ចឹងគាត់ទៅធ្វើនិយាយរួមទៅមិនមែនថានៅ Eon 3ទេការងារនៅតាមបណ្ដាទីក្រុងភ្នំពេញទាំងអស់ហ្នឹងឲ្យថាតែក្រុមហ៊ុនគាត់ទទួលធ្វើគឺក៏ទៅឲ្យមានបអ៊ុចមានទ្វាដែកទ្វាឈើទ្វាជ័រគឺមានគ្រប់ម៉ាកគ្រប់ម៉ូតទាំងអស់អញ្ចឹងកុំឲ្យខាតពេលយូរសូមតាមដានសាច់រឿងជាមួយខ្ញុំដូចតទៅដំណើរសាច់រឿងដំបូងនោះមកងឿនគាត់ថាកាលពីអំឡុងឆ្នាំ2018នេះគឺគាត់ចូលធ្វើការនៅក្រុមហ៊ុនការដ្ឋានមួយដោយថាក្រុមហ៊ុនហ្នឹងគឺនៅឃ្លាំងនៅម្ដុំវត្តក្មួយនេះឯងក៏ប៉ុន្តែការងារនៅតាមបណ្ដារាជធានីភ្នំពេញហ្នឹងឲ្យតែមេការគាត់ទទួលអញ្ចឹងគឺគាត់ដើរធ្វើហើយមិនមែនថានៅតាមស្រុកស្រែមានខ្មោចមានអីលងកន្លែងណាផ្លូវស្ងាត់អីមានខ្មោចមានអីលងអីនេះអត់ទេណាសំបីតែនៅក្នុងទីក្រុងភ្នំពេញក៏មានខ្មោចលងដែរឲ្យតែធ្វើដំណើរពេលយប់ជ្រៅហើយគាត់ធ្វើការមករហូតនឹងក៏អត់ដែលជួបរឿងរន្ធត់ទេដែរកាត់មកដល់ឆ្នាំ2021ហ្នឹងកាលហ្នឹង Eon គេចាប់ផ្ដើមបើកសាខានៅមួយកន្លែងទៀតដូចជានៅខណ្ឌមានជ័យហ្នឹងខ្ញុំអត់សូវច្បាស់ដែរគេហៅថា Eon 3នោះប៉ុន្តែគាត់ធ្វើការនៅដំបងហ្នឹងគេអត់ឲ្យថែមម៉ោងទេព្រោះអីការងារគេអត់ទាន់បខំអញ្ចឹងតែមកដល់ចុងឆ្នាំ2022ចូល2023ហ្នឹង Eon គេចាប់ផ្ដើមsupport នៅក្នុងខែ1អញ្ចឹងគឺចាប់ផ្ដើមបុកធ្វើខ្លាំងមែនទែនដូចថាក្រុមហ៊ុនខ្លះទៅគេធ្វើការវេនយប់ក៏មានក្រុមហ៊ុនខ្លះទៅគេធ្វើការថែមម៉ោង10ដល់ម៉ោង11ក៏មានដែរហើយក្រុមហ៊ុនមកនឿនក៏ដូចគេដែរគាត់ថាថែមម៉ោង9ម៉ោង10អត់ទៀងទេហើយសំបីតែថ្ងៃសៅរ៍ហ្នឹងក៏ថែមម៉ោង9ឬក៏ម៉ោង10ដែរហើយថ្ងៃអាទិត្យគឺធ្វើការទៀតកាលហ្នឹងគឺមេការរបស់គាត់គឺឲ្យបុកខ្លាំងមែនទែនគាត់សុំបកូនចៅថាយ៉ាងណាយ៉ាងណីជួយថែមម៉ោងឲ្យគាត់ចឹងព្រោះអីការងារនេះគេបខំហើយបងងឿនគាត់ក៏ដូចគេដែរគាត់ថែមម៉ោង9ឬក៏ម៉ោង10ហើយថ្ងៃខ្លះទៀតគាត់ថាថែមដល់ម៉ោង11ក៏មានដែរហើយមេការរបស់គាត់នឹងគឺឲ្យលុយបាយច្រើនណាស់ជួនកាលថ្ងៃខ្លះឲ្យ15000ម្នាក់20000ក៏មានដែរដល់ពេលអញ្ចឹងមកងឿនគាត់បានលុយច្រើនគាត់ខំប្រឹងធ្វើការហើយក្នុងរយៈពេលគាត់ថែមម៉ោង9ឬក៏ម៉ោង10ហ្នឹងភាគច្រើនគាត់ជិះតាមផ្លូវវត្តឫស្សីសាញ់មកដល់ឫស្សីផ្អែមអញ្ចឹងគាត់បត់មកម្ដុំខាងទួលបរោវិញហើយក៏បត់មកតាមផ្លូវវែងស្រេងហ្នឹងក៏ចូលស្ពានទំនប់កប់ស្រូវគាត់ជិះកាត់នឹងព្រោះអីកាត់នឹងគឺផ្លូវអត់សូវស្ទះខ្លាំងដូចថាអត់សូវមានមនុស្សធ្វើដំណើរកាត់នឹងអញ្ចឹងហើយគាត់ធ្វើដំណើរកាត់នឹងម្ដងជា2ដងនោះមិនដែលជួបរឿងរន្ធត់អីទេទើបតែថ្ងៃមួយគាត់ថែមម៉ោង10ថ្ងៃហ្នឹងគាត់ជិះមកដល់ចិត្តទួលបរោនៅកន្លែងម្ដុំឫស្សីផ្អែមគឺម៉ូតូគាត់ធ្លាយដល់ពេលម៉ូតូគាត់ធ្លាយអញ្ចឹងគាត់ក៏បខំចិត្តបដើមមកដោយសារគាត់អត់ហ៊ានជិះព្រោះអីស្ដាយសបកដោយសារសបកកង់គាត់នឹងទៅម្ដងដែរហើយគាត់ចេះតែបដើមមករហូតមកដល់ម្ដុំផ្សារទួលបរោហ្នឹងគាត់ឃើញវងផឹកមកកន្លែងហើយអ្នកហូបស្រាហូបប៊ីយ៉ានៅកន្លែងហ្នឹងក៏គេបានស្រែកសួរគាត់ដែរគាត់ថាអូនមានរឿងអីម៉ូតូឯងធ្លាយមែនឬមួយក៏អស់សាំងបងនឿនក៏គាត់តបទៅវិញថាម៉ូតូខ្ញុំធ្លាយបងនៅខាងមុខមានជាងអត់ហើយអ្នកហូបចុក3 4 5នាក់ក៏គេរៀងចិត្តល្អដែរគាត់ថាអត់អីទេចាំខ្ញុំដាស់មិត្តភក្តិខ្ញុំឲ្យព្រោះអីមិត្តភក្តិខ្ញុំក៏អ្នកជាងម៉ូតូដែរអញ្ចឹងស្រាប់តែនៅក្នុងវងហ្នឹងគេដើរចេញទៅម្នាក់ហើយគោះទ្វារដែលនៅផ្ទះនៅជាប់ហ្នឹងហើយក្រោយពីគាត់ងើបមកហ្នឹងគាត់ក៏ប្រាប់ថាឲ្យបងជាងម៉ូតូហ្នឹងជួយដូរពោះវៀនឲ្យបងប្រុសម្នាក់នេះមួយផងដោយសារផ្ទះគាត់នៅឆ្ងាយនៅដល់គល់ស្ពានព្រែកភ្នៅឯណោះអញ្ចឹងអ្នកដែលគេប៉ះម៉ូតូហ្នឹងក៏គាត់អត់ថាអីដែរគឺគាត់ដូរពោះវៀនឲ្យហើយក្រោយដូរពោះវៀនឲ្យហ្នឹងបងនឿនក៏គាត់អរគុណជាងម៉ូតូហ្នឹងហើយក៏អរគុណដល់ទៅបងដែលគាត់ហូបចុកនៅកន្លែងហ្នឹងដែរហើយគាត់ក៏លាទៅប៉ុន្តែគាត់ក៏មើលម៉ោងដែរព្រោះអីកាលហ្នឹងគាត់រៀងជ្រុលដំណើរហើយដោយសារគាត់បដើម៉ូតូមករៀងឆ្ងាយដែរតម្រាំទៅដល់ផ្សារទួលបរោហ្នឹងហើយក្រោយពីគាត់មើលម៉ោងហ្នឹងគាត់ថាប្រហែលជាម៉ោង11ជាងហើយប្រហែលជាកន្លះហើយក៏មិនដឹងដែរអញ្ចឹងក៏គាត់ធ្វើដំណើរមកតាមផ្លូវវែងស្រេងហ្នឹងហើយត្បល់ក្រោមស្ពានចោមចៅមកដល់ស្ពានទំនប់កប់ស្រូវហ្នឹងគាត់ក៏បត់ស្ដាំទៅខាងផ្លូវហ្នឹងទៅគាត់ថាធ្វើដំណើរនៅតាមផ្លូវទំនប់កប់ស្រូវហ្នឹងមកដល់ម៉ោង11ឬក៏ជិត12ឯងគាត់ថាស្ងាត់
តែម្ដុំនឹងភាគច្រើនមានតែឡានធំឬមួយក៏យូរមានឡានតូចមួយអញ្ចឹងហើយគាត់ធ្វើដំណើរមករហូតមកដល់ហួសសាលាការ៉េមកដល់កន្លែងហ្នឹងគឺរៀងស្ងាត់ហើយក្នុងចិត្តក្នុងអារម្មណ៍របស់គាត់ហ្នឹងគាត់ថាចេះតែព្រឺសវល់ដែរណាមួយគាត់ខ្លាចមានចោលមានអីស្ទាក់ប្លន់ផងហើយនៅលើផ្លូវទំនប់កប់ស្រូវហ្នឹងមិនមែនថាល្ងិតទេណាបងប្អូនដូចថាមានភ្លើងមានអីដែរដូចរូបភាពដែលខ្ញុំបានដាក់នេះអញ្ចឹងព្រោះអីរូបភាពនេះក៏ជារូបភាពផ្លូវទំនប់កប់ស្រូវនឹងដែរបងនឿនគាត់ថាធ្វើដំណើរហួសសាលាការ៉េតែបន្តិចទេគាត់ក៏ឃើញដូចជាគេគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងប៉ុន្តែអត់មានឃើញម៉ូតូអត់មានឃើញអីទេឃើញតែមនុស្សស្រីម្នាក់បើតាមមើលទៅគាត់ដាច់ខ្លួនជាពីរទៅហើយបងនឿនគាត់ថាគាត់ឃើញអញ្ចឹងគឺគាត់ព្រឺសម្បុរផងណាមួយខ្លាចផងពេលឃើញអញ្ចឹងក៏គាត់ប្រអន់ដែរប្រអន់លបឿនកុំឲ្យលឿនពេកអញ្ចឹងក៏គាត់មើលថាស្រីម្នាក់ហ្នឹងជើងនៅផ្សេងខ្លួននៅផ្សេងគាត់ថាមុខមាត់អីបែកបាក់ខ្ទេចខ្ទីហើយឈាមមុខលហាមក្រោយវាឃើញអញ្ចឹងនឹងបងនឿនក៏គាត់ថាបើសិនជាមិនទេប្តឹងប៉ូលីសឬក៏ប្រាប់អ្នកកសែតក៏អត់កើតដែរព្រោះអីគាត់ថាគាត់មានអារម្មណ៍អាណិតអញ្ចឹងព្រោះអីឃើញថាគ្រោះថ្នាក់ចរាចរណ៍ឬមួយក៏ឡានបុកម៉ូតូបុកអញ្ចឹងក៏មិនដឹងថាសាច់ញាតិគេនៅណានៅណីអញ្ចឹងបងនឿនក៏គាត់ឈប់នៅខាងមុខនឹងបន្តិចហើយគាត់ក៏រៀបចំទូរស័ព្ទនឹងទេទៅប្រាប់ប៉ូលីសឬមួយក៏ប្រាប់អ្នកកសែតដើម្បីឲ្យគេមកចុះផ្សាយរកសាច់ញាតិរកបងប្អូនគេអញ្ចឹងហើយក្រោយពីបងនឿនគាត់មើលបដាហើយគាត់ចុចទូរស័ព្ទបដាដើម្បីរៀបរាប់តាក់ទងទៅខាងអ្នកកសែតហ្នឹងតែមិនទាន់បានតាក់ទងទៅទេស្រាប់តាស្រីម្នាក់ហ្នឹងគាត់ថាគាត់ងើបក្បាលឡើងមកហើយក្រោយពីងើបក្បាលឡើងមកហ្នឹងក៏ស្រាប់តែវាមករកបងនឿនតែម្ដងដូចថាវាហ្នឹងវារបៀបថាមកតែមកកណាត់ខ្លួនណាដូចថាការពិតទៅស្រីម្នាក់ហ្នឹងមិនមែនតែគាត់គ្រោះថ្នាក់ចរាចរណ៍ភ្លាមអីទេការពិតទៅគឺខ្មោចលងបង្នឿនទេតែថាបង្នឿនគាត់អត់ដឹងណាពេលដែលវាមករកគាត់ហ្នឹងគាត់ថាអីស្ត្រីម្នាក់នេះប្រហែលជាមិនមែនសាកសពទេប្រហែលជាខ្មោចលងគាត់ច្រើនជាងហើយក្រោយវាឃើញចឹងបង្នឿនគាត់ថាគាត់នៅលែងបានហើយប្រហែលជាមិនមែនជាអ្នកគ្រោះថ្នាក់ទេប្រហែលជាខ្មោចលងគាត់ច្រើនជាងពេលគាត់ឡើងម៉ូតូហ្នឹងគាត់ក៏មើលកញ្ចក់តាមពីក្រោយរហូតដែរគាត់ថាស្ត្រីដែលគ្រោះថ្នាក់ចរាចរណ៍គឺវាតាមគាត់លឿនមែនតើគាត់ថាគាត់ទីកុងទ័រ6វាឡើងញាប់ស្មេដូចពើដេញខាំមនុស្សអញ្ចឹងបងងឿនក៏គាត់ថាគាត់ជិះហួសនឹងឆ្ងាយទើបគាត់មើលកញ្ចក់ទៅទើបលែងឃើញគាត់ថាតាំងពីតូចដល់ធំមកដូចជាមិនដែលខ្មោចលងទេទើបតែលើកនេះគាត់ថារៀងធ្ងន់កដែរហើយគាត់ជិះម៉ូតូទៅដល់បន្ទប់ក៏គាត់សម្រាប់អត់លក់ភ្លាមដែរគឺចិត្តគាត់នៅតែភ័យខ្លាចហើយមួយរយៈហ្នឹងក៏គាត់យល់សប្តិអត់សូវល្អដែរហើយសាច់រឿងគឺកាត់មកដល់យប់ស្អែកគឺគាត់ចង់ដឹងគាត់ថាបើសិនជាគាត់ជិះកាត់ហ្នឹងឃើញទៀតអត់ហើយក្រោយពីថែម៉ោង10ហ្នឹងគឺគាត់ជិះមកតាមផ្លូវនឹងទៀតមកដល់ខាងកើតសាលាការ៉េកន្លែងដដែលកន្លែងដែលគាត់ឃើញគេឡងគាត់ម្សិលមិញហ្នឹងគាត់ថាសារនេះគឺគាត់ត្រៀមចិត្តត្រៀមកាយរួចហើយបើសិនជាឡងក៏គាត់តាំងស្មារតីឲ្យល្អអញ្ចឹងហើយមកដល់កន្លែងហ្នឹងគឺគាត់ឃើញមែនបងប្អូនហើយគឺឃើញម្នាក់ដដែលនឹងប៉ុន្តែសារហ្នឹងគឺអត់ឃើញដាច់ខ្លួនជាពីរទៀតទេគឺឃើញអង្គុយនៅកន្លែងដែលគេឡងគាត់ម្សិលមិញហ្នឹងតែនឿនគាត់ថាមុខមាត់គឺនៅអាក្រក់ដដែលទេសក់ក៏នៅវែងដដែលដែរតែសារនេះគឺអត់ដេញគាត់ទេគាត់ថាគឺនឹងអង្គុយតែមកកន្លែងទេហើយក្រោយពីឃើញស្រីម្នាក់នឹងជាលើកទី2ហ្នឹងបងនឿនក៏គាត់ថាបើសិនជាគាត់បន្តជិះកាត់ផ្លូវនេះពេលយប់ឡើងទៀតគាត់ថានៅតែឡងគាត់ទៀតអញ្ចឹងគឺគាត់បដូរផ្លូវម្ដងមកដល់យប់ទី3គឺគាត់ជិះកាត់ក្រោមស្ពានទឹកថ្លាមកផ្លូវហាណូយហើយមកជិះកាត់ឃ្លាំងរបស់គាត់ហ្នឹងហើយគាត់ថែមម៉ោងដូចរាល់ដងអញ្ចឹងហើយគាត់ធ្វើដំណើរមកដល់ឃ្លាំងរបស់គាត់ហ្នឹងក៏ជិះទៅដល់ហួស stop Aeon 2ហ្នឹងក៏ដល់ម្ដុំវត្តក្មួយគាត់ថាបងប្អូនអើយកិច្ចខ្លាមកជួបដំរីគាត់ថាខំជិះពីនោះមកដូចថាគាត់ជិះកាត់នោះគឺជួបរឿងរន្ធត់គាត់ជិះកាត់នេះម្ដងមកជួបរឿងរន្ធត់នៅម្ដុំវត្តក្មួយហ្នឹងកន្លែងលបងវត្តហ្នឹងគាត់ថាមានមនុស្សម្នាក់ឈរប៉ុន្តែអត់មានក្បាលទេគាត់ខំវាយភ្លើងហ្វាមើលដែរហើយម្ដុំហ្នឹងក៏មានភ្លើងនៅលើផ្លូវដែរគាត់ថាឃើញច្បាស់ចាស់មនុស្សដែលអត់ក្បាលម្នាក់ហ្នឹងគឺដើរទៅមុខរហូតគាត់ថាដើរហើយក្រោយពីបង្នឿនគាត់ជិះចិត្តដល់គាត់ថាខ្មោចដែលអត់ក្បាលម្នាក់ហ្នឹងគឺរត់ឆ្លងផ្លូវតែម្ដងបង្នឿនគាត់ថាគាត់ប៊ីបុកតែគាត់ក៏ខំតាំងស្មារតីដែរបើសិនជាគាត់កិច្ចប្រហែលជាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ស្លាប់អញ្ចឹងគឺគាត់អត់កិច្ចទេគឺគាត់សុខចិត្តតាំងស្មារតីជិះបំបុកតែម្ដងហើយក្រោយពីរត់ឆ្លងផ្លូវដែលបង្នឿនគាត់ជិះផុតហ្នឹងបង្នឿនគាត់ថាគាត់ខំងាកក្រោយមើល
ដែរគាត់ថាខ្មោចនឹងរលាយបាត់ហើយគឺមិនដឹងយទៅណាទេហើយបន្ទាប់ពីបងនឿនគាត់ជិះម៉ូតូទៅដល់បន្ទប់គាត់នឹងក៏គាត់ទេប្រាប់អ្នកផ្ទះគាត់ដែរជាពិសេសគឺម៉ែរបស់គាត់គាត់ថាឲ្យគ្រូមើលរាសីគាត់បន្តិចមើលតើគាត់នឹងមានបញ្ហាអីអត់ទៅជួបរឿងរន្ធត់ម្ដងទៀតអញ្ចឹងស្អែកឡើងនឹងម៉ែគាត់ក៏ទៅមើលលោកដែរគឺលោកថាបងនឿននឹងគឺគាត់រាសីដាក់មែនតែនហើយកន្លែងណាដែលមានគ្រោះថ្នាក់ចរាចរណ៍ហ្នឹងក៏គេចង់យកគាត់ទៅជំនួសគេដែរហើយលោកតាសុគ្រាតវត្តហ្នឹងក៏ប្រាប់ថាឲ្យបងនឿនហ្នឹងគាត់មកបដោះគ្រោះបដោះអីស្រោចទឹកលើករាសីអីទើបលែងមានគ្រោះលែងអីហើយក្នុងពេលហ្នឹងបងនឿនក៏គាត់សុំច្បាប់មេគាត់រយៈពេល3ថ្ងៃដើម្បីទៅស្រោចទឹកដល់ខេត្តកំពតនោះហើយក្រោយពេលរយៈដែលគាត់ស្រោចទឹកអស់ចំនួន3ថ្ងៃហ្នឹងគាត់ក៏លែងជួបហេតុការណ៍រន្ធត់លែងជួបរឿងរន្ធត់ទៀតហើយសូម្បីតែគាត់ជិះកាត់ផ្លូវទំនប់កប់ស្រូវមិនថាផ្លូវនៅម្ដុំវត្តក្មួយនេះគឺលែងជួបទៀតហើយអញ្ចឹងរឿងបងនឿនក៏សូមចប់តែប៉ុណ្ណេះដែរហើយមុននឹងចប់ក៏សូមបន្ថែមតែការដែលយើងស្រោចទឹកការដែលយើងបដោះគ្រោះឬមួយក៏ចងខ្សែសីមាការពារម៉ូតូឬមួយក៏កថាការពារខ្លួនអីខ្ញុំមិនអោយបងប្អូនជឿទៅខាងនឹងទេប៉ុន្តែពេលខ្លះក៏យើងត្រូវតែពិចារណាដែរបើសិនជាយើងធ្វើឲ្យបានសុខក៏ធ្វើទៅហើយរឿងមានគ្រោះនោះមិនមែនជួបតែបងនឿនដែរបងប្អូនខ្លះក៏គាត់ជួបដែរអ្នកខ្លះជឿពេលបដោះគ្រោះហើយទៅក៏លែងមានគ្រោះទៅក៏អត់អីទៅប៉ុន្តែដល់ឡែកអ្នកខ្លះទៀតពេលដែលគ្រូឬមួយក៏លោកទាយថាមានគ្រោះមានអីហើយឲ្យបដោះគ្រោះគាត់នៅតែចេះអត់បដោះគ្រោះនោះវាថាជួបគ្រោះថ្នាក់ដល់ជីវិតក៏មានដែរអញ្ចឹងមិនថាពេលខ្លះជឿក៏ត្រូវមានបញ្ញាដែរបើសិនជាធ្វើទៅសុខសប្បាយធ្វើទៅល្អក៏ធ្វើទៅតែកុំជឿដល់ថ្នាក់ងប់ងល់ខ្លាំងពេកក៏អត់កើតដែរហើយរឿងរន្ធត់នៅលើផ្លូវទំនប់កប់ស្រូវនេះខ្ញុំក៏នៅសល់រឿងមួយទៀតដែរបានមកពីបងប្អូនយើងដែរប៉ុន្តែអត់ទាន់បានសម្រាយទេរឿងហ្នឹងគឺតាក់ទងពីឃ្លាំងជួលអញ្ចឹងរឿងឃ្លាំងជួលគឺបានមកពីបង្គានប៉ុន្តែអត់ទាន់សម្រាយវីដេអូនេះទេគឺទុកសម្រាយនៅវីដេអូក្រោយអញ្ចឹងមកខ្ញុំរៀបរាប់ឲ្យមានការខុសឆ្គងអីសូមខន្តីអភ័យទោសផងជាចុងក្រោយសូមអរគុណសូមជម្រាបលា